សូមគោរពជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកណែនាំមុខម្ហូបមួយមុខទៀតហើយបាទឆាល្ពៅជាមួយសាច់ជ្រូកបងប្អូនបាទនេះរបៀបធ្វើយើងដាក់ខ្ទះចាក់ខ្លាញ់យើងដាក់ខ្ទឹមបាទយើងឆាខ្ទឹមសិនបងប្អូនឲ្យវាមានរសជាតិឈ្ងុយល្អបាទឆាចុះឆាឡើងហើយបងប្អូនឲ្យវាក្រហមតិចទៅរួចចាំយើងដាក់សាច់ចូលបងប្អូនបាទនេះជាសកម្មភាពកំពុងតែធ្វើបងប្អូនចាក់សាច់ចូលហើយបងប្អូនបន្ទាប់មកយើងឆាសាច់ជាមួយខ្ទឹមបងប្អូនបាទលីងសាច់មួយខ្ទឹមលីងចុះលីងឡើងហើយបងប្អូនតាមដានឲ្យទាន់បងប្អូននឹងបានចំណេះដឹងធ្វើមុខម្ហូបនេះមួយបាទយើងដាក់ម្សៅរ៉ូឌីបាទបន្ទាប់មកយើងច្របល់ចូលគ្នាបាទចូលគ្នាចូលឡើងឲ្យសព្វសាច់បាទបន្ទាប់មកយើងចាក់ប៊ីចេងបាទបន្ទាប់មកយើងបល់ចូលគ្នាឲ្យសព្វមើលទៅល្អឥតខ្ចោះបងប្អូនបន្ទាប់មកយើងចាក់ថែមស្ករសបងប្អូនយើងលីងឲ្យសព្វសាច់ទៅឲ្យមានរសជាតិបាទបន្ទាប់មកយើងចាក់ប្រេងខ្យងបងប្អូនថែមប្រេងខ្យងបាទយើងលីងចុះលីងឡើងឲ្យសព្វសាច់ល្អឲ្យបន្ថែមរសជាតិបងប្អូនបន្ទាប់មកយើងចាក់ទឹកត្រីចូលបន្ទាប់មកយើងចាក់យើងថែមបន្លែបាទបន្លែល្ពៅបងប្អូនកូរចុះកូរឡើងបងប្អូនឲ្យវាឆ្អិនបាទមុខម្ហូបថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជម្រាបលា